ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកប្រាប់ពីវិធីធ្វើប្រហុកចិញ្ច្រាំដាក់ជាមួយនឹងពងទាឬក៏ពងមាន់ហើយមួយរយៈនេះឃើញថាពេញនិយមមែនតើមុខនេះស្របពេលឥឡូវគឺដល់វគ្គទៅខាចុងខែអញ្ចឹងណាបងប្អូនចាអញ្ចឹងនៅពេលនេះកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើទាំងអស់គ្នាចាហើយនេះគឺជាគ្រឿងផ្សំរបស់យើងដោយមានដូចជាសាច់ជ្រូកចិញ្ច្រាំពងទាម្ទេសខ្ទឹមសស្លឹកខ្ទឹមអីចឹងទៅហើយនេះគឺជាផ្លែប្រហុកដែលនេះខ្ញុំបានចិញ្ច្រាំទុកមួយឡែកសិនហើយវិធីធ្វើហ្នឹងគឺយើងត្រូវចិញ្ច្រាំសាច់ជ្រូករបស់យើងឲ្យវាម៉ត់សិនចឹងណាបងប្អូនទៅទៅជាមួយសាច់ជ្រូកយើងអាចប្រើជាមួយសាច់ជ្រូក3ជាន់ឬក៏សាច់សុទ្ធក៏បានដែរប៉ុន្តែនេះខ្ញុំ recommend ថាការធ្វើប្រហុកយើងដាក់ជាមួយសាច់ជ្រូក3ជាន់គឺឆ្ងាញ់ជាងចឹងណាហើយនេះខ្ញុំមានប្រើជាមួយនឹងខ្ទឹមសនេះខ្ញុំប្រើ4ទៅ5កាពឹសចឹងដែរផងដែរដែលយើងយកទៅចិញ្ច្រាំជាមួយនឹងសាច់ជ្រូករបស់យើងឲ្យវាម៉ត់សិនចឹងណាបងប្អូនហើយបន្ទាប់មកនេះខ្ញុំមានប្រើជាមួយប្រហុករបស់យើងបងប្អូនមានប្រហុកសាច់យើងដាក់ប្រហុកសាច់ចឹងទៅចូលចិត្តរៀងច្រើនយើងប្រើរៀងច្រើនចូលចិត្តល្មមដាក់ទៅល្មមទៅតាមការចូលចិត្តរបស់បងប្អូនហើយយើងចិញ្ច្រាំចូលគ្នាជាមួយនឹងសាច់ជ្រូកខ្ទឹមរបស់យើងឲ្យវាម៉ត់សិនចឹងណាហើយបន្ទាប់មកទៀតនេះខ្ញុំមានប្រើជាមួយនឹងម្សៅរ៉ូឌីចាមកសភាតូចជាមួយនឹងប៊ីចេងបន្តិចលួចបន្តិចចឹងទៅហើយយើងអាចប្រើជាមួយស្ករពាងក៏បានស្ករសក៏បានដែរទៅតាមការចូលចិត្តទៅតាមវិធីធ្វើរបស់បងប្អូនបន្ទាប់ដល់យើងដាក់គ្រឿងរួចរាល់ហើយយើងចិញ្ច្រាំជាមួយនឹងសាច់ជ្រូករបស់យើងឲ្យវាគ្រឿងជាមួយសាច់ជ្រូកចិញ្ច្រាំរបស់យើងឲ្យវាចូលសព្វគ្នាល្អចឹងណាបងប្អូនហើយសម្រាប់គ្រឿងទេសដែលនាងខ្ញុំបន្ថែមនៅក្នុងសាច់ជ្រូកធ្វើប្រហុករបស់យើងហ្នឹងបងប្អូនអាចថែមអាចថយទៅតាមការចូលចិត្តទៅតាមការធ្វើរបស់បងប្អូនដូចនេះខ្ញុំបញ្ជាក់អញ្ចឹងណានេះខ្ញុំអត់អាចបញ្ជាក់ថាដាក់ប្រមាណសភាអីចឹងទេព្រោះចំណូលចិត្តខុសៗគ្នាគ្រាន់តែនេះគឺជាវិធីសាស្ត្រក្នុងការធ្វើប្រហុករបស់នេះខ្ញុំគ្រឿងផ្សំមានរបៀបអញ្ចឹងហើយនៅពេលដែលយើងចិញ្ច្រាំរួចរាល់ហើយឥឡូវនេះដល់វគ្គដែលយើងដាក់ពងមាន់ឬក៏ពងទាចូលនៅក្នុងសាច់ជ្រូករបស់យើងការប្រើពងមាន់ឬក៏ពងទាហ្នឹងដាក់តាមការចូលចិត្តដែរបងប្អូនចូលចិត្តអាចដាក់2គ្រាប់អីចឹងទៅតែនេះខ្ញុំដាក់តែចំនួន1គ្រាប់ទេបន្ទាប់មកយើងច្បល់ពងទារបស់យើងឲ្យវាចូលសព្វជាមួយសាច់ជ្រូកចាំរបស់យើងសិនត្រង់ចំណុចនេះនៅពេលដែលបងប្អូនលាយសព្វគ្នាបានល្អហើយបងប្អូនអាចយកភ្លក់បន្តិចថារសជាតិប្រៃអត់ផ្អែមអត់ល្មមដែលបងប្អូនចង់បានអត់ចឹងណាយើងអាចភ្លក់បន្តិចកន្លែងហ្នឹងបានហើយនៅពេលដែលយើងភ្លក់ទៅគឺថាស្ទើប្រៃយើងអាចលួចទឹកត្រីបន្តិចនៅក្នុងប្រហុករបស់យើងក៏បានដែរបងប្អូនឥឡូវរួចរាល់ហើយយើងចាប់ផ្ដើមដួសដាក់ចាននិងបន្ថែមជាមួយនឹងស្បែករបស់យើងខ្ញុំអត់ចិញ្ច្រាំទេខ្ញុំកាត់កង់ចឹងទៅដាក់នៅលើប្រហុករបស់យើងដើម្បីឲ្យជាសោភ័ណភាពផងហើយក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនហើយការប្រើម្ទេសទៅតាមការចូលចិត្តដាក់តិចដាក់ច្រើនយើងអាចចិញ្ច្រាំជាមួយសាច់ជ្រូករបស់យើងក៏បានដាក់ពីលើដូចនាងខ្ញុំបង្ហាញជូនបងប្អូនក៏បានដែរហើយទៅទន់ជាមួយការចំហុយហ្នឹងទៅតាមបរិមាណប្រហុកបងប្អូនដែរអញ្ចឹងណាតែសម្រាប់នាងខ្ញុំគឺចំហុយរយៈពេល20នាទីគឺឆ្អិនហើយបងប្អូននេះគឺមើលទៅគ្រាន់តែបើកគម្របឡើងឈ្ងុយហ្មងអត់ធំក្លិនប្រហុកទេបងប្អូនគឺក្លិនឈ្ងុយហ្មងណាហើយឥឡូវយើងចាប់ផ្ដើមពុះវាអញ្ចឹងទៅដើម្បីចង់ដឹងថាខាងក្នុងឆ្អិនល្អអត់ហើយវាចេញទឹកអត់បើសិនជាយើងពុះទៅវាអាចចេញទឹកមកបានន័យថាអត់ទាន់ឆ្អិនទេយើងបន្តចំហុយទៀតតែប្រហុករបស់នាងខ្ញុំគឺបានឆ្អិនរួចរាល់ហើយបងប្អូនមានអន្លក់ជ្រលក់ជាមួយបន្លែខ្ចីទៅសក់ត្រប់ឬមួយក៏ផ្លែផ្សេងបងប្អូនអាចជ្រលក់ជាមួយបានទៅតាមការចូលចិត្តនឹងខ្ញុំសូមអរគុណបងប្អូនដែលចំណាយពេលតាមដានវីដេអូមួយនេះបើសិនជាបងប្អូនមានចម្ងល់មានយោបល់អ្វីផ្សេងបងប្អូនអាច comment នៅខាងក្រោមរូបវីដេអូរបស់នាងខ្ញុំបាននាងខ្ញុំសូមអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតណាបាយបាយ